លឹមឡើងថ្ងៃទី2នៅហូជីមិញដោយសារពួកខ្ញុំគេងអូតែគឺអត់បាន booking យក breakfast ទេព្រោះអត់លុយស្ដាយលុយជើស៊ីមកហូបនៅអូតែក៏បាននាំគ្នាដើរមកម្ដុំចិត្តអូតែហ្នឹងគឺមានហាងកាហ្វេមួយខ្ញុំធ្លាប់មកពីរដងដែរដោយសារកន្លែងហាងកាហ្វេហ្នឹងគឺមានសោភ័ណភាពស្អាតជាដេញខ្ញុំរត់ទៅកន្លែងណាដែលស្អាតទេស៊ីមិនឆ្ងាញ់មិនសូវជាប្រមាណទេតែគាត់ថាកន្លែងនេះវាមិនឆ្ងាញ់ទេទទួលយកបានស៊ីទៅមុំចេះលេបចូលទៅណាដើរលេងយើងកុំក្បាច់កបោច្រើនពេកបាទសម្រាប់ហាងកាហ្វេនេះគឺវាមានជាន់ក្រោមហើយនឹងជាន់លើការខ្ញុំមកលើកទី1ហ្នឹងមួយមិត្តភ័ក្ដិខ្ញុំដែរហ្នឹងគឺខ្ញុំអង្គុយជាន់ក្រោមទេដល់ពេលមកជើងនេះគឺខ្ញុំឡើងអង្គុយជាន់លើមើលតែវាមានអីប្លែកតែមានអីឡើងទៅដល់លើសោភ័ណភាពរបស់គេស្អាតដូចជាន់ក្រោមឯតាគាត់ណាជាន់លើគឺគេបែបលក្ខណៈស្ងប់ស្ងាត់ណាអ្នកដែលចូលចិត្តអង្គុយបែប relax អីចឹងណាព្រលឹមឡើងហើយខ្ញុំក៏បានហៅកាហ្វេអូយ៉ាសាយកាហ្វេនេះមើលទៅតំណមែនតែផ្អែមស្លាប់អូនិយាយទៅមកនេះគឺមានអារម្មណ៍ថាកាត់ជើងហ្មងណានៅខ្មែរថាកាហ្វេអត់ដែរដាក់ស្ករសហើយខ្ញុំសង្កេតឃើញថាអ្នកដែលមកផឹកកាហ្វេនៅហ្នឹងពីច្រើនគេមក relax គេអត់មកស៊ីបាយទាំងចានដូចពួកខ្ញុំទេដោយសារពួកខ្ញុំជាភ្ញៀវទេសចរហើយណាមួយទៀតអត់ព្រលឹមឡើងយើងត្រូវតែការស៊ីបាយផឹកកាហ្វេចឹងណាក៏មានកិច្ចការហៅបាយហៅមកហូបមកស៊ីចឹងទៅតែខ្ញុំមើលទៅតុកពួកអស់ហ្នឹងដែលវាស៊ីហ្នឹងណាគឺអត់មានស៊ីបាយដូចយើងគេមកគឺគេផឹកតែកាហ្វេម្នាក់មួយកែវមើលទេសភាពអីចឹងទៅមិនដូចពួកខ្ញុំនេះម៉ែអើយដូចបាយជ្រូកនេះបើខ្ញុំវិញស៊ីយកមកឆ្អែតហ្មងដើម្បីសែវលុយថ្ងៃឡើងអត់ស៊ីអីណែលុយហើយផុតពីស៊ីបាយជ្រូកហើយយើងក៏ធ្វើចុះមកអានសៀវភៅអីណាញាក់ញក់ចឹងណាហ្នឹងហើយធ្វើដូចខ្លួនឯងចេះអានទេមានសាសអង់គ្លេសអវៀតណាមនេះហើយក៏បានចេញពីហាងកាហ្វេហ្នឹងវិញពួកខ្ញុំត្រូវទៅហាងកាហ្វេមួយទៀតគឺកាហ្វេ apartment ដោយសារនេះខ្ញុំមកតែមួយក្រុមទេនៅពីរក្រុមរបស់ពួកខ្ញុំទៀតដោយសារមានអ្នកខ្លះក៏ទៅប្រឹងសុខភាពអ្នកខ្លះអត់ទាន់ងើបពីគេងអីចឹងទៅដោយសារយើងគេងតែក៏គ្នាពួកខ្ញុំក៏ដើរមកញ៉ាំអីផ្សេងចឹងទៅពួកក្រុមខ្ញុំទាំងអស់មាន3ក្រុមបាទហើយនេះគឺយើងបាន booking ឡានគេមកហើយទៅនឹងស្រួលតាអត់មានតែមាន Grab នៅក្នុងដៃទៅក៏ស្រួលទៅណាក៏បានដែរអញ្ចឹងធីមខ្ញុំ3ក្រុមហ្នឹងគឺចែកគ្នាចឹងទៅបាទហើយនេះបានមកដល់កាហ្វេ apartment នេះកាហ្វេ apartment នេះមកជាលើកទី3មានអីទេកាពីឡើងលើជាន់ឡើងលើអាគារហ្នឹងផឹកកាហ្វេអីចឹងទៅអានេះអត់តន់ឡើងដោយសារខ្ញុំចាំគ្នាពួកខ្ញុំហ៎ក៏នាំពួកក្មេងខ្មាំងអត់នេះគឺវាចូលចិត្តណាស់ទាំងម៉ែទាំងកូនហ្នឹងគឺទល់មុខកាហ្វេ apartment ហ្នឹងគឺមានហាងលក់តុក្កតាមួយចូលមកហាងតុក្កតាហ្នឹងលេងទិញតុក្កតាឲ្យក្មេងៗហ្នឹងសិនទៅដើម្បីចាំគ្នាយើងពីក្រុមទៀតដោយសារពួកគាត់នោះទៅងើបពីគេងហើយអ្នកខ្លះទៀតក៏គាត់ទៅមកពីបណ្ឌិតសុខភាពអញ្ចឹងយើងក៏មកជួបជុំគ្នានៅកាហ្វេ apartment នេះដើម្បីញ៉ាំកាហ្វេជុំគ្នានេះដូចណាគេតុក្កតានោះដូចណាគេតើគូថោមហ្នឹងដូចណាគេនិយាយលឺមើលអូគូហ៎នេះតុក្កតានេះវាតូចគូថោមហើយយូណានេះវាដឹងឯងហ្នឹងចូលចិត្តតូចគូថោមហ៎ដូចណាគេនិយាយដល់ទេមើល不喜欢泡我奶。បំផោមមិនខំស៊ីយ៉ាងងាប់បំផោមស្ដាយ